đây nè tụi ngọcគ្នាngày nay nhom màu bà hai kia dương muối tiện tương cho môi nằng ca edit dimension nông ca này nếu nhom cái tha bờ kia dương để thlo hợp phải review nhom chưa tha ai đăng pi là biệp edit dimension tại chấm phu kia dương thay mấy ai tha ở toàn đăng chẳng ai mà mưa video này bàn chẳng đôi slab này chẳng cứ vi miền cầm ra vi mà rồi há bàn tay đời xa ta viประเภท slope คือแรม នៅពេលដែលយើងដៃមិនសិនទៅគឺវាអត់គ្រប់ចំនួន150ថានេះវាមានត្រឹមតាម149ទេអញ្ចឹងដើម្បីឲ្យវាគ្រប់ចំនួន150គឺគ្នាយើងអាចចូលទៅ edit បានអញ្ចឹងដើម្បី edit វាបានគ្នាយើង select លើលេខ149ហ្នឹងមកពីរដងមកហើយយើងធ្វើការដូរកន្លែង replace នេះអញ្ចឹងខ្ញុំចុចកន្លែង replace ហ្នឹងហើយគ្នាយើងវាយចំនួន150កម្រាស់របស់យើងជាក់ស្ដែងហ្នឹងមកហើយបន្ទាប់មកទៀតគឺយើងដាក់ម៉ៅនៅលើនឹងដដែលហើយយើងចុចម៉ៅស្ដាំគឺយើងជ្រើសរើសជាមួយនឹង insert unicode នេះហើយយើងអូសមកក្រោមហើយយើងរើសជាមួយនឹងពាក្យអក្សរកាត់របស់វានេះគឺ AIS Active Symmetric Sweeping ហ្នឹងយើង select អាហ្នឹងមកបន្ទាប់ពីយើង select ហើយគឺ apply វាទៅគឺវាបានហើយនេះគឺតម្លៃដែលយើងបាន edit គឺ150ហ្នឹងហើយមួយទៀតអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងការ promotion របស់យើងគឺនៅមានដដែលគឺនៅខ្វះ3 4អ្នកទៀតអញ្ចឹងបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ឬក៏ត្រូវការអីអាចតំណែងមកបានអរគុណច្រើន